ខណ្ឌរដ្ឋបាលជលផលកំពង់ចាមបង្ក្រាបបទល្មើសជលផល4ករណីក្នុងភូមិសាស្ត្រស្រុកបាធាយនិងស្រុកកោះសុទិនសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាមនៅថ្ងៃទី5ខែធ្នូឆ្នាំ2025បានសហការជាមួយអាជ្ញាធរមូលដ្ឋានចោះបង្ក្រាបបទល្មើសនេសាទចំនួន4ករណីនៅក្នុងភូមិសាស្ត្រស្រុកបាធាយនិងស្រុកកោះសុទិនខេត្តកំពង់ចាមបតាមន្ត្រីជលផលបានឲ្យដឹងថាក្នុងកិច្ចប្រតិបត្តិការខាងលើនេះខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានសហការជាមួយអាជ្ញាធរស្រុកបាធាយអាជ្ញាធរស្រុកកោះសុទិនការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមអាជ្ញាធរឃុំព្រៃតាណុងនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយនិងព្រៃតាណុងបានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលដែលមានការសម្របសម្រួលពីអាយដាមព្រះរាជអាជ្ញានៃអัยការអមសាលាដំបងខេត្តកំពង់ចាមធ្វើការបង្ក្រាបបានចំនួន4ករណីរួមមានករណីទី1រុះរើរបាំងផ្ចិតព្រែកចំនួន2កន្លែងប្រវែង12ម៉ែត្របង្គោលចម្រឹងចំនួន30ដើមនៅចំណុចព្រែកអូម៉ាល់ឃុំបាធាយស្រុកបាធាយខេត្តកំពង់ចាមករណីទី2រុះរើរបាំងផ្ចិតព្រែកចំនួន1កន្លែងប្រវែង10ម៉ែត្របង្គោលចម្រឹងចំនួន25ដើមនៅចំណុចព្រែកខ្លាក្រហឹមឃុំបាធាយស្រុកបាធាយខេត្តកំពង់ចាមករណីទី3ឧបករណ៍លូស្បៃមុងចំនួន8មាត់របាំងស្បៃមុងប្រវែង160ម៉ែត្របង្គោលចម្រឹងចំនួន96ដើមចាក់លែងត្រីចម្រុះ2គីឡូក្រាមនៅចំណុចស្ពានព្រៃខ្សេឃុំព្រៃតាណុងស្រុកកោះសុទិនខេត្តកំពង់ចាមនិងករណីទី4ឧបករណ៍លូស្បៃមុងចំនួន15មាត់របាំងស្បៃមុងប្រវែង450ម៉ែត្របង្គោលចម្រឹងចំនួន225ដើមចាក់លែងត្រីចម្រុះ4គីឡូក្រាមនៅចំណុចចុងព្រែកដាំជ្រៃឃុំព្រៃតាណុងស្រុកកោះសុទិនខេត្តកំពង់ចាមមន្ត្រីដដែលបានបន្តថាសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាមនឹងធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីបន្តត្រួតពិនិត្យនិងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេបឹងព្រែកតាមបណ្ដាស្រុកក្នុងខេត្តកំពង់ចាមនិងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់